ok ឥឡូវយើងចូលដល់វិធីកំណត់ font អក្សរណាអញ្ចឹងសូមបញ្ជាក់បងប្អូនណាថាសម្រាប់ការកំណត់ font អក្សរអង់គ្លេសបងប្អូនត្រូវយក font នេះអូខេ font Times New Roman អូខេ Times New Roman ណាហើយទំហំរបស់វាគឺ12បើសិនជាយើងមិនចេះដាក់ទំហំនឹងទេយើងអាចយកអក្សរ A ធំ A តូចក៏បានដែរអាហ្នឹងក៏តម្លើងហើយនឹងបរិច្បរួមដែរណាអូខេចុចលើអញ្ចឹងក៏មានតែទំហំវាអញ្ចឹងណាអូខេនេះសម្រាប់យើងទៅសេផ្ទៃទាំងស្រុងរបស់ការងារយើងយក Times New Roman ឲ្យតែភាសាអង់គ្លេសសម្រាប់ខ្មែរវិញយើងយកខ្មែរ OS ណាបើវាយខ្មែរ OS ប៉ុណ្ណេះមកណាហើយទំហំវាអត់ខុសគ្នាទេណា12ដូចគ្នាដែរអញ្ចឹងណាបងអូខេអញ្ចឹងគឺ font យើងតែប៉ុណ្្នឹងឯងអូខេតែឥឡូវកុំឲ្យខាតពេលវេលាយូរយើងចាប់ដើមចូលការងារថ្មីរបស់យើងមួយទៀតណាអូខេការងាររបស់យើងនេះគឺគេចាំតិចខ្ញុំបើកការងារមើលនៅក្នុងនេះមានអត់អូខេបើជាគ្មានទេអូខេបើគ្មានក៏ហុយឥឡូវខ្ញុំបញ្យល់ឲ្យសារខ្ញុំមានកระดาษនៅក្រៅអញ្ចឹងណាអូខេអញ្ចឹងរបៀបធ្វើការងារនេះអត់មានស្អីមកបង្ហាញលេង